ធ្វើការហងឲ្យអត់នៅស្រុកទេនៅមិនស្រុកក៏ថាទៅប្អូននឹងចង់ចាំថៃប្អូនក៏ដូចចិត្តទៀតផ្ញើថៃហើយនឹងកែវថៃមកហើយនៅដល់ពេលដកចេញពីក្នុងថង់ហ្នឹងមានថៃពណ៌សនេះមាន2ស្អាតដែរពណ៌ហ្នឹងមើលទៅក៏ចាប់អារម្មណ៍បន្តិចដែរហើយកែវទី2នេះថៃពណ៌ក្រហមមាន3អូពណ៌ខ្ជូតដែរណាមើលទៅវាមើលទៅថ្លាហ្មងឆ្លោះដែរណាហើយបងក៏បានថែមមកមួយអំបិលនេះវាថាដាក់ក្នុងទឹកមកគ្រាប់2គ្រាប់ទៅដើម្បីមានជាតិហើយនេះគ្រាន់តែជាចំណិចថៃហើយបន្ទាប់មកនេះចុងក្រោយគេកែវធំដែរប្រហែលជាច្រើនលីត្រដែរដាក់ទឹកហើយក៏ចាប់ដើមស្រង់ថៃហើយនឹងស្រាយហ្នឹងដាក់ចូលក្នុងកែវចិញ្ចឹមហើយស្រាយខ្ញុំមិនដឹងថាជាស្រាយឈ្មោះអីតែគាត់ថាដឹងតែស្រាយក្នុងទឹកក៏ដុសស្រាយចេញមុនបានបន្ទាប់មកបានស្រង់ថៃតាមក្រោយឥឡូវដំណាក់កាលស្រង់ថៃចេញហើយថៃខ្ញុំអត់មានកតងថងក៏នេះហើយនេះស្រង់ហើយនៅពេលដាក់ក្នុងកែវទៅឃើញស្អាតវា fresh ដែរនៅពេលដែលយើងអង្គុយធ្វើការមើលថៃមើលអីហើយមើលពណ៌ខ្ជូតដែរមើលទៅឡើងស្លាស់ហ្មងខ្ជូតដែរទ្វីហែទៅវិញទៅមកមើលឡើងនេះហ្មងហើយបានបន្ទាប់មកខ្ញុំចាប់ផ្ដើមរៀបចំតុអង្គុយធ្វើការម្ដងហើយនេះអង្គុយធ្វើការបដាដាក់បទចម្រៀងបដាមានអីពីយ៉ាងដែរបានមានកែវថៃដាក់នៅក្បែរតុធ្វើការយើងអង្គុយធ្វើការផងយើងអាចនឹងដូចថាយើងស្មុកការងារពេកយើងក៏បានមើលថៃហែអញ្ចឹងទៅក៏វាមួយយ៉ាងនេះដោយសារតុខ្ញុំវាឆ្លាស់ពេកអញ្ចឹងបានឲ្យបងអូនគាត់ផ្ញើថៃហើយនឹងកែវចិញ្ចឹមថៃមកដើម្បីដាក់នៅលើតុកុំព្យូទ័រសម្រាប់វីដេអូខ្ញុំមានតាមប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំអូខេជួបគ្នានៅវីដេអូក្រោយបាយបាយ